នៅសតវត្សទី16កម្ពុជាជាប្រទេសសម្បូររុងរឿងឈ្មួញអឺរ៉ុបចូលមករកស៊ីច្រើនគេបង្កើតសាខាគ្រឹះស្ថានជំនួញលក់កាំភ្លើងធំរាប់រំសាវជាថ្នូរនឹងពួកគេទិញគ្រឿងទេសត្បូងមាសមានតម្លៃភ្លុកខ្លឹមច័ន្ទសម្រាប់នាំចេញទៅវិញបាទសូមជម្រាបសួរដល់ពុកម៉ែបងប្អូនដែលតាមដានទស្សនាតាមរយៈ Channel ប្រវត្តិនៅថ្ងៃដែរខ្ញុំបាទនឹងលើកយកនៅប្រវត្តិសាស្ត្រមួយទៀតទាក់ទងទៅនឹងអ្នកផ្សព្វផ្សាយសាសនាឈ្មួញនិងទាហានអឺរ៉ុបនៅសតវត្សទី16មកជម្រាបជូនដល់ពុកម៉ែបងប្អូននៅបានដឹងបាទដូច្នេះសូមពុកម៉ែបងប្អូនរីករាយស្ដាប់ជាមួយយើងខ្ញុំដូចតទៅព្រះបាទសត្ថាទី1ឡើងគ្រងរាជ្យក្នុងឆ្នាំ1576បន្ទាប់ពីព្រះបិតាព្រះនាមបរមរាជាសម័យនោះកម្ពុជាទទួលភ្ញៀវពីអឺរ៉ុបជាច្រើនអស់មួយសតវត្សមកហើយដែលអឺរ៉ុបបានចេញទៅរកពិភពលោកដោយប្រើសំពៅធំៗនិងកាំភ្លើងអ្នកផ្សព្វផ្សាយសាសនានិងពួកឈ្មួញអឺរ៉ុបបានធ្វើសញ្ជ័យទៅលើទ្វីបអាមេរិកនៅទ្វីបអាហ្វ្រិកនិងអាស៊ីគេបានបញ្ជូនអ្នកផ្សព្វផ្សាយសាសនាឲ្យមកផ្សព្វផ្សាយសាសនាយេស៊ូតាំងពីចុងរាជព្រះបាទចន្ទរាជាមកម្លេះអ្នកផ្សាយសាសនាជាតិប៉ូទុយហ្គាល់និងអេស្ប៉ាញបានមកដល់ក្រុងលង្វែកហើយក្នុងរជ្ជកាលព្រះបាទសត្ថាទី1ពីឆ្នាំ1576ដល់ឆ្នាំ1586នៅក្នុងប្រទេសកម្ពុជាជនជាតិខ្មែរព្រមទទួលអ្នកផ្សាយសាសនាគ្រឹះពួកគេមានសិទ្ធិផ្សព្វផ្សាយសាសនារបស់គេនិងអាចកសាងវិហារគ្រឹះនៅសពទីកន្លែងឯរាជខ្មែរមានសិទ្ធិជឿក៏បានមិនជឿក៏បានប៉ុន្តែធម្មទេសនារបស់ពួកគេបានជោគជ័យតិចតួចណាស់ព្រោះខ្មែរមានជំនឿមុតមមទៅលើព្រះពុទ្ធសាសនាយូរមកហើយព្រមគ្នាជាមួយពួកអ្នកផ្សព្វផ្សាយសាសនាគ្រឹះគេក៏បានឃើញពួកឈ្មួញចូលមកដែរនៅសតវត្សទី16កម្ពុជាជាប្រទេសសម្បូររុងរឿងឈ្មួញអឺរ៉ុបចូលមករកស៊ីច្រើនគេបង្កើតសាខាគ្រឹះស្ថានជំនួញលក់កាំភ្លើងធំរាប់រំសាវជាថ្នូរនឹងពួកគេទិញគ្រឿងទេសត្បូងមាសមានតម្លៃភ្លុកខ្លឹមច័ន្ទសម្រាប់នាំចេញទៅវិញបាទអរគុណដល់ពុកម៉ែបងប្អូនដែលតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់សម្រាប់ពេលនេះខ្ញុំបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត